500 1000 ពីបរិស័ទសម្រាប់ដាក់បាតប្រសងរៀងរាល់ព្រឹកនោះវាជាផ្នែកមួយបណ្ដុះនៅធនធានល្អៗសម្រាប់សង្គមរបស់យើងគឺទ្រទ្រង់ដល់ប្រសងសិក្សារៀនសូត្រខ្ញុំឈ្មោះម៉ាន់វុធីមកពីខាងភូមិលំលែងឃុំរលំលែងឃុំរណសេរីសុខគុំថ្មីខេត្តព្រះវិហារដែលជាបេក្ខជនទៅតែប្រឡងជួបនៅក្នុងមន្ត្រីក្រមការដែលត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលហើយខ្ញុំតិសោតខ្ញុំក៏ធ្លាប់បួសច្រើនភាសាគួរសមដែរនៅក្នុងសំណាក់ពុទ្ធសាសនាវាជាគុណសម្បត្តិពុទ្ធសាសនាដែរដែលខ្ញុំបានជ្រកករយៈពេលប្រហែលឆ្នាំដែលធ្វើខ្ញុំបានប្រឡងជួបជាមន្ត្រីក្រមការកាលខ្ញុំរៀននៅសាកលវិទ្យាល័យខ្ញុំរៀននៅសាកលវិទ្យាល័យភូមិន្ទសាស្ត្រនិងជាសាស្ត្រសេដ្ឋកិច្ចជំនាញរបស់ខ្ញុំកាលមកខ្ញុំប្រសង់ប៉ុន្តែខ្ញុំរៀនជំនាញបែបប្លែកដែរគឺ Business Management ហើយនៅក្នុងកំឡុងពេលដែលខ្ញុំរៀនខ្ញុំស្នាក់នៅវត្តអូណាឡោមស្ថានភាពនៃការរៀនសូត្រពេលនោះជីវិតប្រសង់ដែលនៅភ្នំពេញគឺពឹងលើស្មងជើងពឹងលើគុណបាតហើយនឹងឆាត់ដើម្បីបន្តនិរន្តរភាពនៃការសិក្សានៅសាកលវិទ្យាល័យពិសេសខ្ញុំផ្ទាល់នេះគឺជាកូនដែលមានតែម្ដាយដែលជ្រកកូនក្រុមស្ត្រីមេម៉ាយដែលគាត់ចិញ្ចឹមកូន 3-4 នាក់ដូច្នេះរឿងទី1ដែលយើងត្រូវធ្វើដើម្បីទ្រទ្រង់គឺយើងដែលបានមែនទែនទៅ500 1000ពីបរិស័ទសម្រាប់ដាក់បាតប្រសងរៀងរាល់ព្រឹកនោះវាជាផ្នែកមួយបណ្ដុះនៅធនធានល្អៗសម្រាប់សង្គមរបស់យើងគឺទ្រទ្រង់ដល់ប្រសងសិក្សារៀនសូត្រពេលខ្លះយើងបណ្ឌបាតវាមិនសូវអំណោយទានផងទៅវាថ្លៃសាលាផងថ្លៃបន្ទប់ថ្លៃចំណាយប្រចាំថ្ងៃវារឿងរ៉ាវច្រើននៅក្នុងហ្នឹងមិនមែនតែខ្ញុំទេគឺប្រសងទូទៅដែលនៅភ្នំពេញគឺតែងតែជួបរឿងរ៉ាវដូចគ្នាមែនទែនទៅខ្ញុំប្រឡងជាមន្ត្រីនេះវាមានកត្តាច្រើននៅពីក្រោយទី1វាជាក្តីសុបិនរបស់ខ្ញុំដែរថាអូខ្ញុំចង់ធ្វើកិច្ចការងាររដ្ឋខ្ញុំចង់ធ្វើកិច្ចការងាររដ្ឋនៅក្នុងស្ថាប័នមួយហើយខ្ញុំចង់បំពេញក្តីសម័យរបស់ខ្លួនឯងទី2ដោយកត្តាខ្ញុំឃើញតែនៅក្នុងភូមិខ្ញុំមិនទាន់មាននរណាដែលគាត់ប្រឡងជាមន្ត្រីក្របខ័ណ្ឌឬក៏មន្ត្រីរាជការណាមួយជាផ្លូវការណាមួយទេមានតែកិច្ចសន្យាឬក៏មានតែសមាជិកផ្សេងៗអញ្ចឹងខ្ញុំគិតថាទាំងខ្ញុំក៏ដែរទាំងអ្នកដទៃដែលគាត់ទៅតែរៀនចប់បញ្ញាបត្រនៅក្នុងភូមិខ្ញុំយើងគួរតែមានអ្នករៀនសូត្រយើងនៅក្នុងភូមិហ្នឹងគឺបានធ្វើកិច្ចការងារជាមន្ត្រីណាមួយដែលវាសំរុំវាល្អវាសំរុំនៅកន្លែងហ្នឹងចំពោះភាពលំបាករបស់ខ្ញុំផ្ទាល់លំបាកទី1គឺយើងមើលមេរៀនមិនសូវចាំនិងទី2គឺយើងភ័យខ្លាចតែគូប្រកួតប្រជែងរបស់យើងគឺខ្លាំងដែរហើយបេក្ខជនដែលប្រឡងមន្ត្រីសិស្សក្រមការសរុបទូទាំងប្រទេសគឺមាន 8000 នាក់ជាងសម្រាប់ប៉ុស្តិ៍ដែលខ្ញុំប្រឡងគឺមាន 27 នាក់សម្រាប់វគ្គទី1អញ្ចឹងវគ្គទី1យើងបានផ្ដួលដៃគូរបស់យើងដោយស្លាប់ចុងបកាគឺយើងផ្ដួលបាន24នាក់សល់3នាក់អញ្ចឹងវគ្គទី2ប្រើចុងស្លាបបកាដោយការទៅសេនៅអត្ថបទអត្ថាធិប្បាយគឺយើងផ្ដួលអស់2គឺសល់តែខ្ញុំម្នាក់ឯងទស្សនៈរបស់ខ្ញុំក៏មិនខុសអំពីទស្សនៈឬក៏គោលនយោបាយរបស់រដ្ឋាភិបាលគោលនយោបាយនៃការគ្រប់គ្រងនៅក្នុងរដ្ឋបាលថ្នាក់ក្រមជាតិទេគឺយើងដំណើរដើរទៅតាមកិច្ចការងារអស់ហ្នឹងហើយនឹងប្រើសមត្ថភាពដែលខ្លួនឯងមានក្នុងការបំពេញកិច្ចការងារដែលបម្រើនៅផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋអញ្ចឹងគឺការប្រឡងនេះគឺវាកុំគិតថាប្រឡងម្ដងហើយធ្លាក់ឲ្យបាក់ទឹកចិត្តវាមិនមែនទេពីព្រោះឱកាសរបស់យើងវាមិនទាន់ផិចឲ្យពេលខ្លះពេលវេលាវាមិនទាន់សមស្របហើយអ្វីដែលយើងគួរធ្វើគឺត្រៀមសិក្សាស្វែងយល់សិក្សាបន្ថែមរៀនបន្ថែមពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមឲ្យខ្លួនយើងគឺមានភាពធន់ទៅលើចំណេះដឹងដើម្បីធ្វើកិច្ចការងារការប្រឡងហ្នឹងគឺយើងត្រូវតែឆ្វេងយល់អំពីកិច្ចការកំណែតម្រង់របស់រដ្ឋាភិបាលជាពិសេសអាណត្តិទី7នេះគឺកំណែតម្រង់អីខ្លះហើយការប្រឡងក៏វាមិនចេញឆ្ងាយពីកិច្ចការងារដែលយើងត្រូវធ្វើដែរ